ពេលថ្ងៃឡើងអត់ដឹងធ្វើអីញ៉ាំអាចសាកមកធ្វើមុខនេះបានធានាថាមានទាំងគុណភាពទាំងរសជាតិហើយថែមទាំងចំណុចដល់សុខភាពថែមទៀតផងប្រហិតសាច់ជ្រូកលាយជាមួយនឹងបន្លែងាយស្រួលធ្វើប៉ុន្តែរសជាតិរបស់គេគឺថាអេហ្មងវិធីធ្វើគឺអត់ពិបាកងាយហើយគ្រឿងផ្សំនឹងក៏មានតិចទៀតចំណាយថវិកាក៏អស់កាន់តែតិចហើយបើថាដាក់មួយម៉ាត់មកមួយម៉ាត់ណាក៏មានជាតិមួយម៉ាត់ណាក៏មានជាតិឆ្ងាញ់ជាប់ចិត្តហ្មងហើយត្រូវនឹងជាមួយទឹកជ្រលក់យើងបែបហិលរសជាតិបែបដិតអញ្ចឹងទៀតធានាហ្មងទិញផ្សិតមកចូលម្ដងហ្នឹងគឺ2000រៀលយើងយកមកកាត់គល់វាឲ្យរាងវែងមកបន្តិចមកហើយក៏មានជាការ៉ុតមួយផ្លែហ្នឹងគឺអស់តែ500ទេយើងចិត្តសម្បកហើយនឹងយើងយកបន្លែរបស់យើងហ្នឹងទៅដាក់លាងទឹកឲ្យបានស្អាតមកលាង2 3ទឹកទៅណាដើម្បីឲ្យវាជ្រះដីឬក៏កំទេចអីផ្សេងពេលដែលលាងស្អាតបានរួចរាល់ហើយគឺយើងយកផ្សិតហ្នឹងគឺយកមកហាន់ឲ្យទៅជាកំណាត់ល្អិតមែនទែនដើម្បីឲ្យនៅពេលដែលយើងយកទៅលេជាមួយនឹងប្រហិតទៅគឺវាញ៉ាំទៅមានរសជាតិឆ្ងាញ់ហើយវាចូលគ្នាជាមួយនឹងសាច់ជ្រូកចំណែកការ៉ុតវិញគឺខ្ញុំបានយកមកចិតទៅជា2ហើយរួចចិតទៅជាបន្ទះរាងស្ដើងរួចស្លាយវាទៅជាចង្វាមូលហើយបន្តមកទៀតគឺយកវាមកហាន់ឲ្យទៅជារាងល្អិតមែនទែនកាលណាយើងហាន់កាន់តែល្អិតអញ្ចឹងពេលដែលយើងយកទៅលេបផ្សំគ្រឿងគឺវាបានចូលសព្វគ្នាជាមួយនឹងប្រហិតហើយពេលមើលទៅគឺអត់ឃើញបន្លែរាងដុំពេកទេហាន់តែមួយផ្លែតហ្នឹងគឺនឹងបានរួចរាល់ហើយសម្រាប់ផ្នែកបន្លែសាច់ជ្រូកម្ដុំនេះគឺប្រហែលជា3000រៀលខ្ញុំបានយកមកហាន់ទៅជាបន្ទះរាងស្ដើងហើយនឹងយកទៅចិញ្ច្រាំដើម្បីឲ្យបានម៉ត់ល្អសម្រាប់អ្នកដែលមានម៉ាស៊ីនកិនសាច់គឺយើងអាចយកសាច់ជ្រូកហ្នឹងទៅដាក់កិនមកគឺវាបានម៉ត់ល្អហើយលឿនថែមទៀតផងសម្រាប់ខ្ញុំអត់មានអញ្ចឹងក៏ខ្ញុំយកមកចិញ្ច្រាំអញ្ចឹងទៅតែចិញ្ច្រាំក៏អត់យូរប៉ុន្មានដែរតែមួយផ្លែតហ្នឹងគឺសាច់ជ្រូកនឹងបានម៉ត់ល្អហើយចាក់សាច់ជ្រូកដែលបានចិញ្ច្រាំរួចចូលទៅក្នុងកូនចាណាចមួយមកបន្តមកទៀតគឺដាក់បន្លែដែលមានផ្សិតម្ជុលហ្នឹងហើយជាមួយនឹងការ៉ុតដែលយើងបានហាន់រួចអំបញ្ញមិញហ្នឹងបន្តមកទៀតគឺខ្ញុំបានដាក់ម្សៅបំពងចំនួន1កូនចានហើយម្សៅពោតគឺចំនួន1ស្លាបព្រាបាយម្សៅពោតប្រសិនបើយើងអត់មានក៏បានដែរខ្ញុំដាក់នេះដើម្បីឲ្យវារាងស្វិតល្អអញ្ចឹងណាហើយខ្ញុំបានដាក់អំបិលកន្លះស្លាបព្រាកាហ្វេស្ករកន្លះស្លាបព្រាបាយម្រេច1ស្លាបព្រាកាហ្វេពេញហើយនិងម្សៅស៊ុបមាន់ចំនួន1ស្លាបព្រាកាហ្វេកូរច្បល់គ្រឿងផ្សំជាមួយនឹងម្សៅហើយនិងសាច់ជ្រូកបន្លែហ្នឹងដើម្បីឲ្យបានសព្វចូលគ្នាហើយយើងអាចច្របាច់វាដើម្បីឲ្យវាចូលជាតិគ្នាបានក្នុងពេលដែលច្បល់ហ្នឹងគឺយើងអត់ចាំបាច់ថែមទឹកទៀតទេដោយសារតែបន្លែរបស់យើងហ្នឹងគឺវាមានជាតិទឹកនៅក្នុងហ្នឹងតិចហើយអញ្ចឹងយើងយកមកលេបផ្សំគ្រឿងគឺវាល្មមតែម្ដងចាហើយបន្តមកទៀតគឺយើងអាចយកសាច់ល្បាយដែលយើងបានលេយរួចអំបញ្ញមិញហ្នឹងយើងយកចាប់ជាដុំតូចហើយយកមករមូរតូចឲ្យដូចរាងប្រហិតអញ្ចឹងទៅហើយយើងអាចរមូរតូចធំទៅតាមចិត្តបានតែសម្រាប់ខ្ញុំគឺខ្ញុំរមូរប្រព័ន្ធប្រហិតសាច់គោដែលគេលក់ណាបន្តរមូរសាច់ប្រហិតរបស់យើងនឹងរហូតតតែបានអស់ហើយចាំយើងយកទៅដាក់បំពងតែម្ដងគឺរួចរាល់បើយើងមូរភ្លាមហើយយើងដាក់បំពងភ្លាមអញ្ចឹងទៅអាចថាអត់តន់អញ្ចឹងអាចថាឆ្អិនមួយនៅមួយអញ្ចឹងយើងរមូរឲ្យរួចស្រេចចាំយកទៅដាក់បំពងដូចខ្ញុំតែម្ដងពេលនេះគឺឃើញថាដុំប្រហិតមូលគឺឡើងដំណងមែនទែនហើយនៅក្នុងហ្នឹងគឺមានក្មេងៗគេជួយមូលដែរអញ្ចឹងប្រហិតរបស់ខ្ញុំនេះមានតូចមានធំតាមអំពើចិត្តតែម្ដងបន្ទាប់ពីមូលឲ្យបានរួចរាល់ហើយគឺយើងចាក់ប្រេងឆាចូលទៅក្នុងខ្ទះឲ្យរាងច្រើនបន្តិចមកកាលណាយើងដាក់រាងច្រើនពេលយើងពងទៅក៏បានឆាប់ឆ្អិនល្អដែរនៅពេលដែលប្រេងក្តៅចាំយើងដាក់ប្រហិតរបស់យើងចូលដាក់តែបន្តិចមកគឺយើងអាចប្រែចុះប្រែឡើងបានហើយដោយសារតែប្រហិតបំពងនេះគឺលឿនមែនទែនឲ្យតែប្រេងក្តៅហើយដាក់ចូលមកត្រឡប់ចុះត្រឡប់ឡើងគឺនឹងឃើញប្រហិតប្រែពណ៌ហើយនៅពេលដែលវាប្រែពណ៌អញ្ចឹងទៅគឺតំណងខ្លាំងមើលទៅវាឲ្យត្រូវនឹងរំលេចជាមួយនឹងបន្លែរបស់យើងការ៉ុតមើលទៅរំលេចរាងទឹកក្រូចមកតិចអញ្ចឹងទៀតគឺថាតំណងហ្មងហើយមួយមុខនេះមិនមែនគ្រាន់តែមើលទៅឃើញរូបរាងតំណងឯណាសម្រាប់រសជាតិរបស់គេគឺខ្ញុំឲ្យលេខ1ហ្មងគឺឆ្ងាញ់ហើយសម្រាប់ក្មេងៗគាត់ញ៉ាំទៅគឺជំនួយបានទាំងសុខភាពថែមទៀតដោយសារតែគឺមានតែសាច់ជ្រូកហើយនិងបន្លែទេពេលនេះគឺឃើញថាបានឆ្អិនមកល្មមហើយអញ្ចឹងយើងអាចស្រង់ដាក់នៅក្នុងកន្ត្រងមួយផ្លែតមកដើម្បីឲ្យបានរាងស្រស់ប្រេងបន្តិចចាំយើងយកទៅចាក់ចូលនៅក្នុងចានហើយបើសិនជាយើងធ្វើបានច្រើនយើងអាចចៀន 2-3 ដងទៅតាមនឹងទៅ
ប្រហិតនៅពេលដែលវារៀងឡើងឆ្អិនអញ្ចឹងវាប៉ោងស្ទល់ហ្មងពេលមើលទៅគឺគួរឲ្យតំណងចង់ញ៉ាំមែនទែនខ្ញុំក៏បានមកធ្វើជាទឹកជ្រលក់គឺខ្ញុំធ្វើជាទឹកត្រីកោះកុងដែលខ្ញុំមានជាខ្ទឹម3 4 កំពឹសហើយនិងម្ទេស4 5គ្រាប់បុកម្ទេសនិងខ្ទឹមឲ្យបានម៉ត់ល្អខ្ញុំបន្ថែមស្ករត្នោតហ្នឹង1ចុងស្លាបព្រាបាយម្សៅស៊ុបមាន់ហ្នឹងគឺចំនួនកន្លះស្លាបព្រាកាហ្វេហើយទឹកត្រីហ្នឹងគឺចំនួន1ស្លាបព្រាបាយយើងកូរច្បល់ផ្សំគ្រឿងមកហើយនឹងចុងក្រោយគឺបន្ថែមជាមួយនឹងក្រូចឆ្មា2ចំណិតមកតែប៉ុណ្្នឹងគឺរួចរាល់ទឹកជ្រលក់ងាយប៉ុន្តែបើសិនបើយើងខ្លាចកូនក្មេងញ៉ាំហឹលអីអញ្ចឹងគឺយើងអាចជ្រលក់តែទឹកម្ទេសឬក៏ទឹកប៉េងប៉ោះក៏មានរសជាតិឆ្ងាញ់ដែរដោយសារតែប្រហិតនេះញ៉ាំតែក៏មានរសជាតិដែរហើយដល់ពេលណាយើងជ្រលក់មួយទឹកជ្រលក់អញ្ចេះទៀតគឺថាកាន់តែអែមហ្មង